បាទជំរាបសួរបាទពុកម៉ែបងប្អូននេះជួបគ្នាទៀតហើយពុកម៉ែបងប្អូននៅព្រៃតែចូលមកមិនទាន់ឃើញអីទេបងប្អូនអើយបាទមិនទាន់ឃើញអីទេឥឡូវចូលមកចាប់ដើមចាញ់ចូលមកគឺបែកខ្ញែកគ្នាហើយបាទម្នាក់លិចអ្នកកើតអ្នកជើងអ្នកបោកហើយបាទហ្នឹងហើយឥឡូវហ្នឹងគឺនេះបាទចូលភ្លាមក៏ឃើញប្រភេទក្តាញ់តែមិនដឹងថាមែនឬមួយក៏អត់ទេបងប្អូនណាដឹងមែនអត់ពងតែផលិតមើលបងប្អូនផលិតបច្ច័យមើលក៏លោមានពិសេសមានអីចឹងណាបាទនេះប្រភេទក្តាញ់បាទប្រភេទក្តាញ់ហើយមើលទៅដូចជាមានអូសមានអីបន្តិចបន្តួចខ្លះដែរប៉ុន្តែគាត់ថាឲ្យស្អាតដូចជាអត់មានឃើញមានស្អាតបាទនេះចំណុចនេះដូចមានមួយដែរបាទដៃខ្ញុំបាទមានមួយដែរបាទគាត់ថាវាអត់សូវស្អាតនេះបុកខាងក្រោមនេះដូចខាងក្រោមនេះមានមួយបាទបងប្អូននេះបាទមើលដល់លើឃើញលើច្បាស់តែពេលមើលខាងក្រោមនេះមានចុងបន្លាបងប្អូននេះចុងដៃខ្ញុំនេះបាទមានចុងបន្លាបាទចឹងស្អាតជាងលើជាមួយខ្ញុំកាត់មើលសិនបងប្អូនបាទចាំថតជូនបងប្អូនទស្សនាបន្តបាទបងប្អូនបាច់នេះទៅមិញថាហោបាត់សិនទៅបាច់បងប្អូនចាំប្រដៅងាយងាងដឹងស្អីខ្លះនេះបងប្អូននេះជ្រងប៉ិនសម្រាប់ស្រួលទៅដូចបានមួយដែរបងប្អូនគាត់ថាមិនដឹងថារៀងវែងដែរដោះរៀងវែងបងប្អូនចឹងបានមួយដែរបងប្អូនណាបាទហ្នឹងហើយថាកាត់មើលខ្ញុំកាត់ថតឲ្យបងប្អូនមើលច្បាស់បងប្អូនថាកាត់ដូចជិលកាត់នេះមែនបន្តិចមានលក្ខណៈគេហៅថាកញ្ចុំហើយខាងលើនេះបាទនេះបងប្អូននេះមានចុងបន្លានេះបាទដោះគាត់ថាថ្នាំងរៀងវែងបន្តិចបាទថ្នាំងរៀងវែងហ្នឹងចឹងបានប៉ុណ្ណឹងពុកម៉ែបងប្អូនហើយនេះដោះបន្តិចដែរចឹងអត់សូវជាស្អាតអីទេគាត់ថាថតជូនបងប្អូនទស្សនាបាទអ្នកដែលស្រឡាញ់នឹងចូលចិត្តនៅឫស្សីបងប្អូនណាបាទអូនបានកំមកស្មានតែជុំហើយបងប្អូនអើយបាទឃើញពូជកវងស្អាតដល់ហើយមើលដូចតៃសាអាម៉េចអីម៉េចហើយខែនេះនៅមានតពាំងទៀតបងប្អូនឫស្សីនេះគឺនៅខ្ចីចង់និយាយថាមិនខ្ចីនេះទេគឺដើមស្រស់ញឹមបាទដោយសារគាត់ដោះនៅតំបន់ទំនាបបាទហើយនេះដូចជាសៃដោះលើសៃបន្តិចតំបន់ទំនាបដល់ចឹងទៅនៅសើមបាទដីនៅសើមអត់ស្ងួតទេចឹងទៅនៅស្រស់បាទនៅស្រស់ញឹមបាទស្លឹកអីនៅខៀវងឹតបាទជួបមិនដឹងថាមិនមកទេបាទមើលគាត់លោមានចង់គួចចូលអីមើលអត់ទាន់ដឹងខាងនោះអើមើលអត់មានឃើញអីទេបងប្អូនគាត់ទៅពាំងនេះយ៉ាងអែមហ្នឹងមិនមានដោះទៅពាំងតែប្រាំងក្តៅចង់ដាច់
នេះមានតែពាំងទៀតចាំមើលខ្ញុំមើលបន្តសិនបាទនេះចាំថតជូនបងប្អូនបន្តទៀតបាទនេះបងប្អូនបាទដល់សុទ្ធតែស្មៅយួនបាទហើយខាងនេះមើលទៅឃើញស្អីកុំដាច់ចុងអីដឹងគួយស្អាតមិនទៅបាទដោយសារដាច់ចុងអញ្ចឹងណាបាទចាំមើលអាចកាត់យកបានអត់បាទចាំថតជូនបងប្អូននៅវីដេអូក្រោយបាទអរគុណច្រើនពុកម៉ែបងប្អូនណាបាទជម្រាបលាបាទ